ក្នុងបញ្ហាទាំងអស់ហ្នឹងតែពីរឿងសុខចិត្តសบายចិត្តក្នុងអំពើដែលបានធ្វើល្អហើយតែប៉ុណ្្នឹងទេហើយបើយើងអត់យកការដែលសុខចិត្តសบายចិត្តនៅក្នុងអំពើហ្នឹងមកដោះស្រាយទេយើងសង្ឃឹមតែផលតបស្នងពីរឿងអារម្មណ៍ឲ្យជាទីសบายឲ្យជាទីពេញឲ្យជួបតែជាមួយនឹងមនុស្សល្អឲ្យបានលៀបបានយោឲ្យបានការសរសើរកុំឲ្យគេនិន្ទាខ្នំខ្នាញ់កុំឲ្យគេចោទប្រកាន់កុំឲ្យគេមូលបង្កាច់អីបើយើងសង្ឃឹមតែរឿងអញ្ចឹងយើងរឹងរឹតតែធ្ងន់ធ្ងរទៅទៀតហ្នឹងឯងតាមពិតអារឿងផ្លូវកាយមិនជាធ្ងន់ធ្ងរអីប្រហែលទេគឺណាពីព្រោះអាចរស់បានតែរឿងធ្ងន់នៃជីវិតរបស់យើងគឺរឿងផ្លូវចិត្តហ្នឹងឯងដែលយើងវាត្រូវការលើសហ្នឹងត្រូវការជាងអ្វីដែលយើងមានលើសពីអ្វីដែលយើងបានហ្នឹងអាបំណងត្រូវការហ្នឹងទៅដែលវាជារឿងធ្ងន់ធ្ងរហើយយើងអត់យល់យើងអត់ដឹងយើងអត់ដោះស្រាយអាប្រភពនៃបញ្ហាឲ្យចំហ្នឹងឯងអញ្ចឹងទៅយើងចេះតែមកឃើញបញ្ហាដែលវាអត់ជាបញ្ហាអីផងហ្នឹងបើយើងដូចបព្វជិតប្រព្រឹត្តទៅដោយធัวសន្តោសទៅមានបញ្ហាអីរស់នៅនឹងកត់មានចាំបាច់កត់បាអាត្មាអញអីកត់សង់ហើយមានកើតទុកអីមើលហើយយើងមានផ្ទះរបស់យើងហើយនៅកើតទុកមកពីវាអត់គ្រប់វាអត់ល្មមនេះវាជារឿងផ្លូវចិត្តទេហើយបព្វជិតមើលអត់មានអីស្រូវអង្គសំមាសប្រាក់លុយកាក់អីទេគឺជីវិតហ្នឹងអាស្រ័យបណ្ឌបាតហ្នឹងហើយអត់មានចម្ពាក់បំណុលញាតិញោមអីទេព្រោះព្រឹត្តទៅដោយបបាទិមកអសង្វរៈជាដើមហ្នឹងហើយអន្តរយៈសង្វរៈអាជីវៈបរិសិទ្ធសិលហើយនឹងមានញាណសង្វរៈប្រព្រឹត្តទៅក្នុងបច្ច័យ4ហ្នឹងបច្ចយៈសន្និសិទ្ធសិលហ្នឹងអញ្ចឹងវាអត់មានចម្ពាក់បំណុលអីទេពិតមែនតែមុនបណ្ឌបាតអីអញ្ចឹងតែជាការប្រោសស័ព្ទអញ្ចឹងទៅវិញទេពុទ្ធបរិស័ទយើងនិយាយពាក្យយ៉ាងពីរោះថាព្រះសង្ឃនិមន្តបណ្ឌបាតហ្នឹងគឺនិមន្តប្រោសស័ព្ទណាកូនចៅដាក់បាតលោកអញ្ចឹងទៅគឺបានចង្ហាន់បណ្ឌបាតហើយអត់មានមកបង្អួតបង្អអីថាបានបណៃតភោជនចូលកម្មព្រះបរមរាជវាំងអីប្របាទបសេនតិព្រះអគ្គមហេសីអីរៀបចំបដិសន្ធារៈទទួលអីអត់មានយករឿងអញ្ចឹងមកបង្អួតបង្អអីគ្នាទេអត់ទេគឺគ្រាន់តែកំណត់ថាថ្ងៃហ្នឹងបានជីវិត24ម៉ោងដោយបណ្ឌបាតប៉ុណ្ណឹងលៀងបាតហើយតែណាអត់មានយកមកជាអារម្មណ៍អីឲ្យដូចថាពេញចិត្តឬក៏តោះចិត្តអីទៅនឹងរឿងការខ្វះខាតចង្ហាន់បណ្ឌបាតមិនបានប៉និតអីអត់យកទេអត់យកមកជាអារម្មណ៍ជ្រុកងប់ទៅនៅក្នុងរឿងចង្ហាន់បណ្ឌបាតរឿងបច្ច័យ4ហ្នឹងទេកំណត់ថាថ្ងៃហ្នឹងបាន24ម៉ោងហ្នឹងហើយអញ្ចឹងទៅមានតែក្តីសុខដោយប្រកម្មដ្ឋានណាក្តីសុខដោយការមិនជាប់ជំពាក់ជាមួយនឹងបច្ច័យ4ក្តីសុខដោយមេត្តាចិត្តជាមួយនឹងសពសត្វទាំងអស់ក្តីសុខជាមួយនឹងការឲ្យអភ័យហើយនឹងសេចក្តីសុខក្នុងការសម្លឹងទិសដៅលោកាមិសੰបច្ចេហេសន្តិពេខោដែលលះបង់នៅគ្រឿងជាប់ជំពាក់ក្នុងលោកដោយនិត្តបរិយាយគឺបច្ច័យ4ដោយបរិយាយគឺទេភូមិកធัวទាំងហ្នឹងឯងលោកាមិសੰហ្នឹងណាបណ្ណាគ្រឿងជាប់ជំពាក់ក្នុងលោកហ្នឹងបញ្យលសក្គាតវៈហ្នឹងចឹងមុននឹងអចេនតសោតនឹងបន្តមកអចេនតសោតនឹងទៅទៀតនឹងលោកាមិសੰបច្ចេហេសន្តិពេខោតិនឹងណាអាហ្នឹងគ្រាន់តែលើកជាឧទាហរណ៍ថាបព្វជិតមានទីក្តីសុខគឺសុខក្នុងបតី
cái này chẳngបញ្ហាខ្វះខាតបច្ច័យ4អីនឹងរឿងអ្វីផ្សេងទៀតគឺអត់មានទេហ្នឹងហើយដល់ទៅគ្រាវាបើមិនយល់ក្នុងបញ្ហាទាំងអស់នឹងទេអត់អាចដោះស្រាយបានទេដោយសារអីដោយសារអត់យកសេចក្តីសុខផ្លូវចិត្តហ្នឹងមកដោះស្រាយទេហ្នឹងឯងយកតែសេចក្តីសង្ឃឹមបំណងប្រាថ្នាដែលនឹងថាឲ្យបានយ៉ាងនេះអីចឹងទៅឮសូរអ្នកដតីវាណាស់ហ្នឹងឮសូរគេមានគេបានហ្នឹងឯងហើយទៅអត់អីយើងកើតមកក្នុងโลกហ្នឹងអ្នកដែលមិនសម្បូរបុណ្យហ្នឹង10000នាក់វាគង់មានអ្នកណាម្នាក់គ្រាន់ដែរហ្នឹងឯងហើយបើយើងយកម្នាក់ហ្នឹងមកប្រៀបធៀបទៅគេបានឯងអត់ហ្នឹងមិនចេះមិនមើលមនុស្ស9999ហ្នឹងផង10000ទាំងយើងហ្នឹងឯងដែលមិនមានមិនបានអីចឹងទៅទេហើយមានរឿងបញ្ហាខ្វាយខ្វល់ក្នុងជីវិតហើយមានតែយ៉ាប់ជាងយើងហ្នឹងណា100000 200000ទៅទៀតនោះដែលតដាបតឌូហ៎ហើយមិនក៏យើងមិនមើលចឹងទៅផងទៅយើងទៅប្រៀបទៅជាមួយនឹងម្នាក់ដែលគេបានហ្នឹងហើយយកមកធ្វើទុកបុកម្នេញចិត្តខ្លួនឯងហ្នឹងឲ្យកុហលកាហាយមិនក៏គេបានខ្លួនឯងអត់អីចឹងអាហ្នឹងឯងដែលជាសេចក្តីទុករបស់គរាវៈហ្នឹងឯងដោយបំណងប្រាថ្នាហ្នឹងប្រភពនៃបញ្ហាហ្នឹងគឺតណ្ហាទៅដែលជាថ្នាំពឹសនៃសត្វលោកយើងហើយដល់អត់ដឹងហ្នឹងចេះតែបន្ថែមតែអញចេះតែបាក់ចិត្តរឿងអីថែមអាថ្នាំពឹសហ្នឹងមកកែវទៀតហ្នឹងឯងតម្រាំតែដឹងថាអូមកអំពីថ្នាំហ្នឹងគឺទរុនធរាក្រំគ្រាដដំកើតទៅជាជំងឺអីរោគអីមែនទេអាហ្នឹងគ្រាន់តែនិយាយពីរឿងអាការដែលយើងបរិភោគប្រើប្រាស់ថ្នាំហ្នឹងឯងដោយគិតថាថ្នាំហ្នឹងវានាំឲ្យយើងមានកម្លាំងមានសុខភាពល្អបាយបានអីចឹងណាទូទានទៅចិត្តតែឆ្ងាញ់ទៅស្រួលខ្លួនទៅណាក៏ប៉ុន្តែអាថ្នាំហ្នឹងដែលវាមានលទ្ធផលគេថាអាវុធមុខពីរវាមានអាមួយទៀតហ្នឹងឯងដែលវាបៀតបៀនសុខភាពរូបរាងកាយហ្នឹងហើយតម្រាំតែយើងដឹងហ្នឹងរុនតរាក្រំគ្រាអីចឹងទៅអាហ្នឹងងាយទេអាហ្នឹងងាយចឹងអាហ្នឹងលើកជាឧទាហរណ៍អាហ្នឹងវាងាយយើងស្ដាប់ទៅយើងយល់ហ្នឹងឯងប៉ុន្តែលើកជាឧទាហរណ៍ដើម្បីមកបញ្ជាក់ថារឿងបញ្ហានៅក្នុងជីវិតរបស់សត្វលោកយើងនេះมันងាយយល់ងាយដឹងងាយជ្រាបទេហើយពេលវេលាដែលយើងយល់ដឹងជ្រាបហ្នឹងមានតែពេលដែលយើងបានមកជួបព្រះពុទ្ធអង្គនេះព្រះពុទ្ធសាសនាហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពធហ្នឹងជួយរំលឹកជួយដាស់តឿនហ្នឹងហើយvàoពេលហ្នឹងយើងអត់ដឹងទៀតអាហ្នឹងគឺជារឿងគ្រោះថ្នាក់របស់សត្វលោកយើងហ្នឹងដែលដូចដែលគ្រោះថ្នាក់កន្លងមកហើយក្នុងវដ្តសង្សារអញ្ចឹងនៅបន្តគ្រោះថ្នាក់ហ្នឹងតទៅទៀតដោយសារអីដោយសារយើងអត់ដឹងថាសេចក្តីទុក្ខសេចក្តីលំបាកអបាយភូមិវដ្តសង្សារហ្នឹងមកពីតណ្ហាហ្នឹងដល់អញ្ចឹងយើងចេះតែបន្ថែមតណ្ហាហ្នឹងទៀតហ្នឹងឯងចេះតែកើតទុកសពចិត្តចេះតែតោមនោះចេះតែបន្ទុះតោះចេះតែថែមសេចក្តីប្រាថ្នានឹងទៅទៀតអញ្ចឹងមើលចេះតែបន្ថែមដោយអត់ដឹងថាតណ្ហានោះវាជាថ្នាំដែលលាយទៅដោយជាតិពឹសពុលហ្នឹងឯងយើងរតនីពធមកសម្ដែងឬក៏ដើម្បីមកពិចារណាជាបកម្មដ្ឋានហ្នឹងគឺត្រូវឲ្យនៅក្នុងគោលនៃអរិយសច្ចៈអញ្ចឹង
យើងស្រាវជ្រាវរកហេតុនៃសេចក្តីទុក្ខកុំឲ្យទៅឃើញហេតុអីដតីពីតណ្ហាអីក៏ដោយប៉ុន្តែត្រូវប្រជុំមកនៅក្នុងតណ្ហាហ្នឹងបើមិនអញ្ចឹងវាខុសគោលអរិយសច្ចៈហើយបើយើងមិនឃើញហេតុនៃសេចក្តីទុក្ខនៅលើតណ្ហាទេពីព្រោះទុក្ខសមុទយៈគឺតណ្ហាហ្នឹងនិរោធមគ្គហ្នឹងព្រះអង្គសម្ដែងតថានិអវិតថានិអនញ្ញថានិអត់ទៅជាប្រការដតីទេគឺតថានិហ្នឹងគឺដូចឆ្នោឯងអវិតថានិហ្នឹងគឺមិនប្រែប្រួលអនញ្ញថានិមិនទៅដតីសច្ចៈ4ហ្នឹងទេអញ្ចឹងយើងស្រាវជ្រាវរកហេតុនៃសេចក្តីទុក្ខតែកាលណាយើងអត់ឃើញតណ្ហាក្នុងចិត្តរបស់យើងទាំងទុក្ខបច្ចុប្បន្នទាំងវត្តទុក្ខតទៅអារួចមកហើយហ្នឹងហើយបណ្ដាតយើងមិនដឹងថាមកពីតណ្ហាទេដូចថាយើងកើតមកហ្នឹងគឺតាមពិតយើងត្រូវតែសពប៉ុន្តែយើងកើតទុកមកពីគេឃើញណាមកពីអ្នកដតីមកពីធម្មជាតិមេឃដីមកពីរឿងចង្រៃក្នុងពិភពលោកអីចឹងគឺអត់ឃើញថាមកពីជាតិទេហ្នឹងគឺយើងចេះតែទៅតណ្ហាហ្នឹងត្រូវការយ៉ាងនេះត្រូវការយ៉ាងនេះរួចទៅបន្ទុះតោះតោមនោះជាមួយនឹងអ្នកដតីហ្នឹងឯងដោយកនុំគុំស្អប់ទៅកើតទៅជាសង្គ្រាមទៅគឺមកអំពីយើងចោតប្រកម្មថាក្តីបាក់របស់យើងនោះមកពីអ្នកដតីអញ្ចឹងគឺត្រូវសងសឹកដែលត្រូវកនុំគុំស្អប់ហើយត្រូវទៀមទាត្រូវវាយត្រូវបហាត្រូវដណ្ដើមគឺប៉ុន្តែហេតុនៃសេចក្តីទុក្ខគ្រប់អង្គគ្រប់គ្នាគ្រប់ជីវិតសត្វលោកគឺរៀងខ្លួនតែណាអត់មានត្រូវទៅដោះស្រាយតណ្ហាក្នុងចិត្តអ្នកដតីទេណាតណ្ហាក្នុងចិត្តអ្នកដតីវាជារឿងវត្តដាក់របស់អ្នកដតីវាមានទុក្ខហ្នឹងឯងប្រចាំវត្តដាក់ហ្នឹងរៀងអង្គរៀងខ្លួនអញ្ចឹងហេតុនៃសេចក្តីទុក្ខរបស់យើងហ្នឹងហ្នឹងឯងដែលយើងសិក្សាអំពីរឿងដែលថាខ្លួនយើងមិនមែនជាអ្នកដតីហ្នឹងគឺថាយ៉ាងម៉េចដែលព្រះអង្គសម្ដែងពីរឿងខ្លួនទីពឹងខ្លួនឬក៏ថាអេកញ្ចៈជាយមត្តាណੰត្រូវឈ្នះខ្លួនឯងតែម្នាក់ហ្នឹងយ៉ាងម៉េចហ្នឹងណាដែលយើងបានសិក្សាមកនឹងត្រូវឲ្យយល់អំពីរឿងដែលព្រះអង្គទ្រង់សម្ដែងការប្រឹងប្រែងជាយាមឲ្យបានជាទីពឹងជួយខ្លួនឯងហ្នឹងអញ្ចឹងយើងត្រូវឲ្យច្បាស់ថាតណ្ហានេះឯងចឹងដែលនាំឲ្យយើងកើតទុក្ខក្នុងបច្ចុប្បន្នហ្នឹងតាមផ្លូវចិត្តដែលសមុទ្ទាចារតណ្ហាហ្នឹងវាគ្របសង្កត់ចិត្តហ្នឹងឲ្យកវល់កវាយហើយវាចេញទៅជាសេចក្តីទុក្ខហ្នឹងគឺវាផ្នែកទោសៈមូលចិត្តហ្នឹងឯងវាទៅជាកលហាវិវាទៈហ្នឹងឯងហើយវាទៅជាសត្ថាទានអ្នកទន្ទាទានអ្នកអញ្ចឹងទៅណាវាទៅជាកម្មដំបងកម្មសត្រាគ្រប់សពាវុធអីទាំងអស់ហ្នឹងវាចេញទៅជាតវាំងអញ្ចឹងទៅណាពេលតគោះបោះបោកឯងមឹងអាហងទៅពេលសញ្ញៈញុះញង់បំបែកបំបាក់គ្នាពួកយើងពួកគេអញ្ចឹងទៅហើយបកាហ្នឹងអកុសលាធម្មាអញ្ចឹងទៅគឺថាបាបដ៏ច្រើនគឺណាបាបអកុសលាធម្មានឹងឯងចឹងគឺចំពោះអកុសលធម៌ហ្នឹងឯងហ្នឹងព្រះអង្គសម្ដែងនៅក្នុងបេដកលេខ16ណាមើលក្នុងប្រសូតទី2ណាក្នុង16ហ្នឹងសិតតែមហាទេមហាបទានសោតហ្នឹងគឺពុទ្ធប្រវត្តិព្រះរាជកុមារព្រះអង្គព្រះបរមពុរិស័ទអីហ្នឹងសិតតែទីខនិកាយហើយហ្នឹងវិញហើយមកដល់ទី2មហានិទានសោតណានិទានហ្នឹងគឺហេតុហ្នឹងហើយដែលព្រះអង្គសម្ដែងពីរឿងតណ្ហាហ្នឹងវាមានជាមូលនៃវត្តទុក្ខហើយនឹងជាហេតុនៃសេចក្តីទុក្ខក្នុងបច្ចុប្បន្នហ្នឹងឯងតណ្ហាហ្នឹងជាហេតុនៃសេចក្តីទុក្ខណាមិនបន់ទេណាបន់ហ្នឹងគឺជាហេតុនៃសេចក្តីសុខទៅណាសុខោបញ្ញសឧច្ចយោហ្នឹងគឺព្រះអង្គប្រកាសបន់ហ្នឹងជាហេតុនៃសេចក្តីសុខហើយបន់ដែលជាហេតុនៃសេចក្តីសុខហ្នឹងគឺហេតុទាំងក្នុងបច្ចុប្បន្នហេតុទាំងដែលជាកម្មបច្ច័យហេតុដែលជាឧបនិស្សយបច្ច័យទៅណាដែលជាហេតុនៃសេចក្តីសុខហ្នឹងទាំងហ្នឹងឯងហ្នឹងគឺសុខោ
បញ្ញាសអុជយោហ្នឹងការសន្សំបុណ្យហ្នឹងគឺជាហេតុនៃសេចក្តីសុខហ្នឹងប៉ុណ្ណាហ្នឹងគឺព្រះអត្ថកថាក៏លើកយកទៅបញ្យល់អំពីរឿងសេចក្តីសុខសុខអី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 ដោយសុខខោពុទ្ធានមុបបាតោអញ្ចឹងណាគឺថាការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធហ្នឹងនាំមកនៅសេចក្តីសុខហ្នឹងគឺព្រះអង្គប្រកាសថាជាឫសគល់នៃសេចក្តីសុខហ្នឹងឯងត្រង់ដែលព្រះពុទ្ធអង្គត្រាស់ដឹងហ្នឹងជាឫសគល់ហ្នឹងគឺដោយឧបនិស្សយបច្ច័យហើយត្រង់ដែលថាព្រះអង្គជាកល្យាណមិត្តអញ្ចឹងត្រូវចូលនៅក្នុងបកតោបនិស្សយបច្ច័យហើយត្រង់ដែលថាអារម្មណ៍បញ្ញត្តិហ្នឹងគឺជាអារម្មណ៍បច្ច័យហើយប៉ុន្តែបញ្ញត្តិនេះគឺមានបច្ច័យពីរមួយអារម្មណ៍បច្ច័យមួយបកតោបនិស្សយបច្ច័យក្នុងបណ្ដាបច្ច័យទាំងឡាយណាបញ្ញត្តិគឺជាបច្ច័យមានតែពីរហ្នឹងឯងហេតុបច្ចយោអារម្មណបយោអធិបតេបយោអនន្តនន្តអីសពគ្រប់ទាំងអស់ហ្នឹងណាហ្នឹងឯងក្នុងបណ្ដាបច្ច័យដោយសង្ខេបមកមានជាង20ហ្នឹងដោយពិស្ដារទៅជាង50ហ្នឹងគឺណាហ្នឹងគឺបញ្ញត្តិជាបច្ច័យពីរដោយអារម្មណបច្ច័យហើយនឹងបកតោបនិស្សយបច្ច័យហ្នឹងអញ្ចឹងសុខោពុទ្ធានមុបាតោនេះគឺបកតោបនិស្សយបច្ច័យហ្នឹងជាសំខាន់ណាស់ត្រង់ដែលថាព្រះអង្គត្រាស់ដឹងឡើងក្នុងលោកហ្នឹងណាសុខោពុទ្ធានមុបាតោណាគឺការត្រាស់ដឹងឡើងនៃព្រះពុទ្ធទាំងឡាយហ្នឹងឯងគ្រប់ព្រះអង្គហ្នឹងនាំមកនៅសេចក្តីសុខគឺព្រះអត្ថកថាបញ្ញសោតក្នុងអិតិវុត្តកៈហ្នឹងដែលលើកយកមកដើម្បីមកបញ្ជាក់ត្រង់ដែលថាអ្នកទាំងឡាយកុំឲ្យខ្លាចបុណ្យព្រោះបុណ្យជាឈ្មោះនៃសេចក្តីសុខហ្នឹងគឺចង់បញ្យល់ពីក្តីសុខហ្នឹងកើតមកពីហេតុអីបច្ច័យអីខ្លះហ្នឹងដែលព្រះអង្គម្ដែងពីសេចក្តីសុខហ្នឹងអញ្ចឹងគឺនៅក្នុងការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធនាំមកនៅសេចក្តីសុខហ្នឹងគឺដោយបកតោបនិស្សយ័យចឹងទៅហ្នឹងគឺយើងមើលអត្ថកថាតាមនឹងចឹងទៅក្នុងអិតិវុត្តកៈ3ដកលេខ53អត្ថកថាម៉ែយើងមានហើយឡើងទៅដល់ជាដកហើយហ្នឹងឯងមិនតន់បោះពុំវិភៅអីមែនប៉ុន្តែយើងមើលក្នុង5000ឆ្នាំចឹងទៅណាហើយនឹងជួយទំនុកបំរុង5000ឆ្នាំហ្នឹងទៅខ្ញុំណាក៏មិនបានសាកសួរដឹងច្បាស់លាស់ថាវេបសាយ5000ដែលគ្រប់គ្រងដោយលោកបាសកស្រង់ចន្ទណាជាដើមហ្នឹងហើយថតផ្សាយអីហ្នឹងដឹងជាត្រូវចំណាយប្រាក់កាសអីបងឲ្យក្រុមហ៊ុនអីមិនខ្ញុំណាមិនបានជ្រាបដឹងដែរប៉ុន្តែគ្រាន់តែធ្លាប់ឃើញខ្លះដែលលោកបាសកស្រង់ចន្ទណាហ្នឹងជាថាត្រូវការប្រាក់កាសអីនៅក្នុងវេបសាយហ្នឹងតំណងជាយើងត្រូវទិញក្រុមហ៊ុនអីហើយព្រោះជាសំណុំធំដុំណាហ្នឹងឯងមានអីច្រើនទៅអញ្ចឹងហ្នឹងឯងហើយយើងមានដែរគ្រាន់តែថាអត់មានអីធំដុំពីព្រោះអាហ្នឹងគេអាចយកមករត់ទទួលទានបានណាហ្នឹងឯងតាមរយៈ Facebook ហ្នឹងអាចយកមកផ្សព្វផ្សាយរត់ទទួលទានអីធំដុំអីទៅបានចំនួនជាត្រូវចំណាយលុយកាក់ទិញអីមិនដឹងខ្ញុំណាមិនដឹងដែរគ្រាន់តែថាយើងបានដឹងហើយយើងជួយទំនុកបំរុងឧបត្ថម្ភទៅពីព្រោះជាផ្នែកមកទានសត្វដែលប្រព្រឹត្តទៅនឹងអត់មានផ្សព្វផ្សាយពាណិជ្ជកម្មលក់ដូររត់ទទួលទានអីផ្សេងទៅផ្សាយលក់ថ្នាំឬក៏លក់លេលាបខ្លួនអីហ្នឹងឯងមានគេផ្សាយអីគេរត់ទូទានតាមហ្នឹងឯងនេះគឺថាធម្មទានសុទ្ធគួរឲ្យយើងជ្រះថ្លាណាស់មិនមែនថាតែខ្ញុំណាសំដែងធัวអីហ្នឹងណាគុណចាស់ហ្នឹងឯងផ្សេងសិភៅតាំងពីអ្នកប្រាជ្ញសម័យដើមមុនមកដាច់ប្រសង់អីហ្នឹងគឺថា
cứ chia bản na lai à cả nâng ngày thường chẳng dân tra pra vậy không sớm mai tầm nợp nó ở vì miền tây giàu chẳng chỉ opakara chỉ thom mà tiền dân khơi lạp tập hoa bàn cọpภาษา bang ôn con trai mình ấy nâng chơi đạp thua chơi xăm tận địa thua chơi để sao bao sắt ấy nâng cứ này phiệt chìm ra hơn đào sạch tệ bà nhà nâng chìm ra hơn men chẳng ấy là chuyện là nhầm ná thọp rung lực ấy thì mày nhầm ná nơi khmênh thì môn rồi mày môn rồi mày lục luôn nói thiết nó nhầm ná cả toán đó thằng ảnh thuật bò sạt dương dụ cho học sạch ấy nângឡើងtớiគឺបានដឹងហើយសម័យកាលហ្នឹងកូនចៅកាលក្រោយមកមិនដឹងអញ្ចឹងយើងគ្រាន់តែលើកឡើងចំណុចណាដែលសម្រាប់ឲ្យកូនចៅបានជ្រាបបានដឹងអីតាមនឹងទៅប៉ុណ្ណាហ្នឹងហើយជំនាន់សម័យកាលហ្នឹងមុន1970ហ្នឹងហើយមក70 75អីហ្នឹងដំណាក់កាលហ្នឹងសម័យហ្នឹងមិនមានរឿងការចាហៅខូរខើអីពេកទេមានតិចតួចណាតំណឹងក៏មិនបានផ្សព្វផ្សាយអីទៅដោយថាវាអត់ប្រព័ន្ធផ្សព្វផ្សាយអីទៅទេប៉ុន្តែក៏មិនមានដូចគ្រឿងញៀនអីសពាវុធបល័យលោកអីហើយនឹងចិត្តការសាហាវខ្លាំងអីមិនមានទេអាហ្នឹងយើងក៏ទទួលស្គាល់តាមនឹងដែរប៉ុន្តែឲ្យផុសផលឡើងផ្នែកខាងសិក្សាបត្រៃ3ដក10ពធัวសមាទាននិច្ចសិលបោសិទ្ធសិលក៏អត់សបោដែរពិតជាអត់សបោអញ្ចឹងមកភូមិនឹងរួចតែអ្នកកម្មសិល5នឹងសឹងបានអញ្ចឹងពិតមែនតែអត់ប្រព្រឹត្តអីខូរខើអីឲ្យដែលថាជាមនុស្សអាក្រក់ដែលក្នុងភូមិក្នុងស្រុកហ្នឹងគេថាអូអាគាត់នឹងអាក្រក់ណាស់អីចឹងណាហ្នឹងឯងអាហ្នឹងវាតល់តែធ្ងន់ធ្ងរណាបោកប្រាស់គេអីចឹងទៅរំលោភវួនកូនគេណានៃអីចឹងទៅអាហ្នឹងបានអ្នកស្រុកអ្នកភូមិគេនិយាយថាមនុស្សអាក្រក់ហើយចោលអីចឹងទៅលួចប្លន់អីចឹងទៅល្បីទៅល្បីក្នុងភូមិណាអីហ្នឹងគឺល្បីទៅចឹងទៅវាមានអញ្ចឹងប៉ុន្តែដល់ទៅមនុស្សដែលគេមិនបានហៅថាអាក្រក់គេទេអត់មានសិល5ទេណាប៉ុន្តែគេចាត់ថាល្អឯងព្រោះអ្នកដែលចាត់ថាល្អហ្នឹងគាត់អត់សិលដែរហ្នឹងឯងអញ្ចឹងវាអត់សិលផងគ្នាហ្នឹងវាល្អរបស់គាត់ហើយពីព្រោះវាអត់បានធ្វើនៅអំពើអីដែលគាត់ថាអាក្រក់ហ្នឹងត្រឹមតែប្រឹងប្រែងចាប់សត្វទៅចាប់ត្រីទៅអីចឹងទៅអាហ្នឹងមានអីគាត់មានថាអាក្រក់អីព្រោះអាហ្នឹងត្រូវរឿងចឹងទៅហ្នឹងហើយរឿងអីទៅទីអញ្ចឹងណាអាហ្នឹងគ្រាន់តែជាការរំលឹកឲ្យឃើញថាអតីតកាលនៃជីវិតដែលយើងកន្លងទៅចឹងទៅយើងមកពិចារណាសម័យយើងសប្តាហ៍ហ្នឹងមានសេចក្តីចម្រើនផ្នែកខាងពធัวហ្នឹងមែនប៉ុណ្ណាហើយពុទ្ធបរិស័ទយើងត្រូវត្រេកអរជាមួយនឹងសេចក្តីល្អផងគ្នាហ្នឹងឯងក្នុងការប្រកាសសម្ដែងពធัวអីហ្នឹងគុណចាស់អង្គណាអីគឺថាពុទ្ធបរិស័ទអ៊ូអច្រើនសប្បាយក្នុងការស្ដាប់ពធัวអីទាំងអស់ហ្នឹងអញ្ចឹងគឺទៅតាមសភាពហ្នឹងយើងមិនចេះតែមកប្រកាន់ថាអ្នកត្រូវប្រកម្មដ្ឋានណាសមថវិបស្សនាអរិយមេអង្គ8នឹងបានល្អបានត្រឹមត្រូវនៅក្នុងពុទ្ធសាសនាអីចឹងអាហ្នឹងគឺអត់បានទេចឹងពីព្រោះរឿងអធិស្ឋានមនុស្សផ្សេងគ្នាចឹងប៉ុន្តែមិនមែនសិតតែដូចបញ្ញវគិទេប៉ុន្តែបញ្ញវគិព្រះអង្គប្រកាសបឋមចក្រកបសូត្រហ្នឹងហើយគ្រប់ពុទ្ធទាំងអស់ហ្នឹងបតមទេសនាហ្នឹងបឋមទេសនា
ទេសនាដំបូងគឺបឋមចក្រប្រវត្តិនៈសូត្រហ្នឹងហើយនៅក្នុងទីកន្លែងតែមួយហ្នឹងព្រះឥសិបតនមិគតិយវ័នហ្នឹងដែលដល់ទៅយើងមើលធัวដែលព្រះអង្គទ្រង់សម្ដែងក្នុង45ព្រះវស្សាហ្នឹងគឺទិដ្ឋធម្មិកដ្ឋប្រយោជន៍សម្បារាយិកដ្ឋប្រយោជន៍និងបរមត្តប្រយោជន៍តាមដែលព្រះអង្គជ្រាបឧបនិស្ស័យដោយថាព្រាហ្មណ៍ហ្នឹងគាត់ចាស់ហើយអាយុ120ហើយសូមឲ្យព្រះអង្គប្រទាននៅអវាទតាមដែលខ្ញុំព្រះអង្គនឹងងងខ្លៅណាព្រះអង្គជ្រាបគឺថាព្រាហ្មណ៍នឹងទទួលបានសម្បារាយិកដ្ឋប្រយោជន៍អញ្ចឹងព្រះអង្គទ្រង់សម្ដែងអំពីសទ្ធាសម្បទាសីលសម្បទាចាគៈសម្បទាបញ្ញាសម្បទាសំគួរដែលគាត់ទទួលបានអញ្ចឹងទៅអានឹងគឺព្រះអង្គជាគ្រូជាសាស្តាអញ្ចឹងហើយខ្លះទៀតបានត្រឹមតែទិដ្ឋធម្មិកដ្ឋប្រយោជន៍អញ្ចឹងទៅក្នុងការរស់នៅជាបច្ចុប្បន្នហ្នឹងដែលត្រូវឧទ្ធានសម្បទាក្នុងការចិញ្ចឹមជីវិតហ្នឹងគឺត្រូវប្រឹងប្រែងជាយាមហើយឲ្យជាការងារប្រសិជ្ជៈទោសទៅទៀតហ្នឹងហើយអញ្ចឹងអ្នកនឹងអាចទទួលយកអវាទរបស់ព្រះអង្គហ្នឹងអំពីការរស់នៅក្នុងបច្ចុប្បន្នហ្នឹងហើយដល់ទទួលបានទៅត្រូវវាចាការចិញ្ចឹមជីវិតខុសអានឹងវាសម្រាប់ទៅជាសម្បារាយិកដ្ឋប្រយោជន៍ដោយស្វ័យប្រវត្តិទៅប៉ុន្តែវាសំខាន់អធិស្ឋានរបស់អ្នកហ្នឹងគឺថាចាប់យកពីរឿងដែលថាជីវិតរស់នៅមានទ្រព្យសម្បត្តិមានកិត្តិយសកេរ្តិ៍ឈ្មោះក្នុងការរស់នៅចោកចូលជាមួយនឹងជំនុំចំណោមពួកជនទាំងឡាយអីទាំងអស់ហ្នឹងអាហ្នឹងហើយហៅថាទិដ្ឋធម្មិកដ្ឋប្រយោជន៍បច្ចុប្បន្នហើយឲ្យវាថ្លៃថ្នូរជាមួយនឹងអាទ្រព្យសម្បត្តិដែលយើងបរិភោគខ្សែផ្សោយហ្នឹងដល់អញ្ចឹងវាត្រូវបានមកដោយការមិនបៀតបៀនអ្នកដទៃហ្នឹងឯងអ្នកហ្នឹងគឺយកចំណុចសំខាន់គឺការដែលត្រូវព្យាយាមក្នុងបច្ចុប្បន្នហ្នឹងដោយការមិនខ្ជិលឬការដែលត្រូវខ្សែគប់ជាមួយនឹងកល្យាណមិត្តហ្នឹងឯងការចិញ្ចឹមជីវិតឲ្យមានតុល្យភាពយ៉ាងណាគឺថាយកការរស់នៅក្នុងបច្ចុប្បន្នហ្នឹងជាសំខាន់ប៉ុន្តែដល់ទៅប្រតិបត្តិតាមអវាទរបស់ព្រះអង្គទៅវាមិនមែនបានតែទិដ្ឋធម្មិកដ្ឋហ្នឹងទេវាត្រូវបានសម្រេចជាប្រយោជន៍ទៅបរិលោកដល់អញ្ចឹងអ្នកនឹងបានទទួលនៅទិដ្ឋធម្មិកដ្ឋប្រយោជន៍បច្ចុប្បន្នហ្នឹងរឿយអញ្ចឹងទៅវាត្រូវប្រាថ្នាអាយុវែងដើម្បីរស់នៅឲ្យបានសុខសប្បាយជាមួយនឹងបច្ចុប្បន្នហ្នឹងដល់តែដឹងថាវាមិនអាចនរណា100 2ដងអីទេក្នុងសម័យកាលមនុស្សអាយុខៃ100ឆ្នាំហ្នឹងដល់អញ្ចឹងវាត្រូវការបរិលោកនោះឲ្យបានសុខដល់អញ្ចឹងទៅមកពិចារណាការងាររបស់ខ្លួនទទួលយកប្រយោជន៍បរិលោកទៅទៀតហ្នឹងគឺយើងឃើញថានៅក្នុងពុទ្ធកិច្ច45ព្រះភាសាហ្នឹងព្រះអង្គជាសាស្តាសត្ថាទេវមនុស្សសានាំងហ្នឹងយើងឃើញព្រះអង្គទ្រង់ប្រកាសសម្ដែងដូចជាប្រយោជន៍បរិលោកទេសម្បារាយិកដ្ឋទេប្រយោជន៍បរិលោកហ្នឹងដូចជាតេតួងនឹងរឿងបុណ្យហ្នឹងបើអ្នកទាំងឡាយធ្វើបុណ្យហ្នឹងទៅធ្វើរឿយហើយធ្វើដោយពេញចិត្តទៀតពីព្រោះបុណ្យហ្នឹងនាំមកនៅសេចក្តីសុខទាំងការសុបាយចិត្តសុខទាំងបរិលោកប៉ុន្តែដល់ទៅអ្នកស្ដាប់ហ្នឹងគឺសម្រេចនៅបរមត្តប្រយោជន៍ដោយស្វ័យប្រវត្តិព្រោះតេតួងនឹងឧបនិស្ស័យដែលសន្សំមកហ្នឹងដូចជានាងលេខទេវធីតាអីចឹងបកាថានឹងឃើញដល់ទៅសម្រេចសោតាបត្តផលហើយទំនងរបៀបហ្នឹងគឺច្រើនណាស់ដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងពីប្រយោជន៍បច្ចុប្បន្នហើយនឹងសម្បារាយិកដ្ឋប្រយោជន៍ប៉ុន្តែវានៅលើអ្នកស្ដាប់នឹងឯងសម្រាប់អ្នកផលអីទៅតាមនឹងពីព្រោះប្រយោជន៍នឹងវាជាឧបនិស្ស័យជាឧបការៈពីបច្ចុប្បន្នទៅបរិលោកហើយក្នុងបរិលោកនឹងវាមានបញ្ញាសម្បទាដែលត្រាស់ដឹងដែលចាក់ធ្លុះនៅសច្ចធម៌នឹងឯងអញ្ចឹងនៅក្នុងសេចក្តីដែលពុទ្ធបរិស័ទយើងក៏បីបានជ្រាបអំពីរឿងដែលថាបុណ្យជាហេតុនៃសេចក្តីសុខនឹងឯងជាប្រយោជន៍ដូចជាក្នុងអត្តសាលនីដែលប្រកាសអំពីលក្ខណៈតិចតុកៈរបស់សតិអញ្ចឹងណាដែលជាគុ
គុណធម៌សំខាន់ណាស់នៅក្នុងការហាមឃាត់តណ្ហានេះដែលប្រធានបទខ្ញុំណាចាប់ផ្ដើមដំបូងឡើងគឺហេតុនៃសេចក្តីទុក្ខគឺតណ្ហាហ្នឹងអញ្ចឹងចូលមកក្នុងចំណុចអธิบายត្រង់ដែលថាតណ្ហាវាជាហេតុនៃសេចក្តីទុក្ខឲ្យដល់ទៅបុណ្យគឺជាហេតុនៃសេចក្តីសុខដែលព្រះអង្គប្រកាសសុខោបញ្ញាសឧច្ចយោហ្នឹងដែលព្រះកថាសម្ដែងថាព្រះអង្គប្រកាសបុណ្យហ្នឹងជាហេតុនៃសេចក្តីសុខឬក៏ដូចជាសុខោពុទ្ធានមុបាតោការត្រាស់ដឹងឡើងនៃព្រះពុទ្ធទាំងឡាយហ្នឹងនាំមកនៅសេចក្តីសុខគឺព្រះពុទ្ធព្រះអង្គហ្នឹងជាឫសគល់ព្រះអត្ថកថាប្រាប់តែឫសគល់អញ្ចឹងគឺណាជាមូលជាឫសគល់នៃសេចក្តីសុខហ្នឹងយើងសិក្សាព្រះអភិធម្មយើងជ្រាបឲ្យមូលឫសគល់ហ្នឹងយ៉ាងម៉េចបើព្រះអង្គជាព្រះសម្មាសម្ពុទ្ធអញ្ចឹងចូលនៅក្នុងបុគ្គលបញ្ញត្តិណាគឺបញ្ញត្តិជាព្រះពុទ្ធហ្នឹងក្នុងបុគ្គលដែលជាព្រះពុទ្ធហ្នឹងចូលនៅក្នុងកល្យាណមិត្តហើយកល្យាណមិត្តដែលជាបច្ច័យនៃសេចក្តីសុខបានគឺបកតោបនិស្សយបច្ច័យហ្នឹងឯងហ្នឹងហើយអញ្ចឹងគឺយើងយល់ដល់ទៅតួបច្ច័យហ្នឹងអាហ្នឹងបានសំខាន់ណាស់នៅក្នុងពុទ្ធសាសនាគឺត្រូវយល់ដល់តួបច្ច័យបានយើងអាចមកយល់ក្នុងសព្ពេធម្មេអនត្តាហ្នឹងបានព្រោះអ្វីដែលកើតពីបច្ច័យវាមិនដែលជាសត្វជាបុគ្គលជាអត្តាទេវាមិនអាចជាមនុស្សជាទេវតាទេជាសង្ខារធั่วមុននឹងកើតអត់មានហើយត្រឡប់ទៅជាអត់មានទៅវិញអានឹងហៅថាសង្ខារវាមិនអាចជាមនុស្សជាទេវតាជាសត្វអីទេមនុស្សទេវតាហ្នឹងសត្វនមត់ក្រសែនៃវត្តដាក់មួយខ្សែហ្នឹងមួយអង្គម្នាក់ហ្នឹងប៉ុន្តែឲ្យតែដឹងថាសត្វធាំងធម្មៈសមុបបាទាំងសត្វធាំងសង្ខារសន្តតឹងអ្វីដែលកើតឡើងនឹងជាសង្ខារធัวសត្វហើយនឹងជាតំណនៃសង្ខារធัวសត្វវាមិនមានអត្តានុទិដ្ឋិសម្គាល់ថាជាសត្វលោកទេវាអត់មានទិដ្ឋិសកាយទិដ្ឋិនឹងទេបណ្ណាហ្នឹងហើយអញ្ចឹងឥឡូវវាត្រូវចូលមកដល់ចំណុចមួយទៀតដែលយើងត្រូវសិក្សាអំពីគុណធម៌គឺសតិដែលព្រះអង្គទ្រង់ប្រកាសថាយានិសោតានិលោកស្មឹងសតិទេសੰនិវេរណੰសោតានੰសង្វរੰព្រមីបញ្ញាយេទេវថយរេហ្នឹងគឺថាតណ្ហាដែលវាហូរទៅរករូបសម្លេងកិនរូបហត្ថពធម្មេរមដែលជាវិសត្តិកាតណ្ហាដែលវាផ្សាយទៅក្នុងโลกហ្នឹងសតិជាគុណជាតិនិវេរណੰហ្នឹងហាមឃាត់ទប់នៅខ្សែរបស់តណ្ហាហ្នឹងរហូតដល់ទៅបញ្ញាយេទេពថយរេហ្នឹងគឺអរិយមគ្គញាណសង្វរៈហ្នឹងឯងហាមតណ្ហាហ្នឹងដាច់ជាសមុច្ឆេទតែម្ដងនឹងនៅក្នុងចិតបញ្ហានិទេសបរាយណវៈហ្នឹងណាបញ្ញាយេទេពថយរេហ្នឹងគឺជាទូអរិយមគ្គមគ្គសច្ចៈហ្នឹងឯងដែលសមយុទ្ធជាមួយនឹងសមាសតិឯកសមង្គីគឺជាអរិយមគ្គដែលព្រមព្រៀងគ្នាក្នុងគណៈចិត្តតែមួយហ្នឹងជាលោកតរៈចិត្តមានសោតាបត្តមៈជាដើមហ្នឹងហើយអញ្ចឹងគុណធម៌របស់សតិហ្នឹងអបិលាបណៈលក្ខណៈសតិមានការរលឹកជាលក្ខណៈហ្នឹងឯងគឺព្រះអត្ថកថាបញ្យល់ប្រៀបដូចជានាយឃ្លាំងដែលជាកហបតិរតនៈក្រាបទូលស្ដេចចក្រណាស្ដេចចក្រពត្រាធិរាជសូមឲ្យព្រះអង្គទ្រង់ជ្រាបព្រះអង្គមានសម្បត្តិអីខ្លះគឺព្រះអង្គទ្រង់ឈ្នះលើផែនដីដោយធั่วអត់មានបង្ហូរឈាមទេមនុស្សក្នុងទ្វីបទាំង4ហ្នឹងគឺស្ថិតនៅក្នុងអំណាចនៃព្រះអង្គដែលជាធម្មិករាជណាដែលស្ដេចចក្រគ្រប់ព្រះអង្គហ្នឹងតែងតែយកធั่วជាអធិបតីនឹងអញ្ចឹងសម្បត្តិរបស់ព្រះអង្គហ្នឹងគឺថាព្រះអង្គត្រូវប្រសើរពងខ្ពស់សេរីសម្បត្តិរបស់ស្ដេចចក្រហ្នឹងគឺលើមនុស្សទាំងអស់ហ្នឹងឯងចាហ្នឹងសម្បត្តិអីហ្នឹងណាក្រាបទូលដល់ស្ដេចចក្រហើយយ៉ាងណាមិញសតិនេះដែលមានលក្ខណៈត្រង់ដែលថាអបិលាបណៈលក្ខណៈសតិគឺមានការរ
រំលឹកក៏ណារំលឹកដល់ព្រះរាជាហ្នឹងគឺអីស្ដេចចក្រពត្តិហ្នឹងគឺគ្រប់អង្គគ្រប់គ្នាហ្នឹងណាបានដល់ចិត្តនឹងឯងចឹងគឺណាហ្នឹងឯងឲ្យពុទ្ធបរិស័ទយើងដែលមានចិត្តមានវិញ្ញាណនៅរស់ហ្នឹងណាបានដឹងថាអ្វីដែលជារតនៈសម្រាប់ជីវិតយើងដូចជាយើងមានត្រៃសរណគមដឹងថាជារតនៈដ៏ឧត្តមដែលយើងមានរតនៈនឹងជាសម្បត្តិព្រោះយើងមានសទ្ធាមានបញ្ញាទទួលអ៊ីតាមបពុទ្ធេរតនំបណៃតាំងអ៊ីតាមបធម្មេរតនំបណៃតាំងអ៊ីតាមបសង្ឃេរតនំបណៃតាំងអានឹងគឺសតិអីហ្នឹងណារំលឹកដល់រំលឹកអញ្ចឹងទៅយើងយ៉ាងម៉េចយើងនឹងគឺមិនត្រូវទៅប្រព្រឹត្តអំពើបាបអំពើថោកទាបទេគឺណាពីព្រោះរឿងអំពើបាបអំពើថោកទាបហ្នឹងវាសម្រាប់មនុស្សថោកទាបទៅតាមហ្នឹងនឹងឯងដល់ទៅមនុស្សដែលមាននៅរតនៈនេះរតនៈសំខាន់គឺពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈអីហ្នឹងក្រៅពីនឹងទៀតសីលរតនៈសមាធិរតនៈបញ្ញារតនៈព្រះកថាលោកបញ្យល់ថានេះសតិប្បដ្ឋាននេះសមបដ្ឋាននេះអតិបាតឥន្ទ្រីពលៈនេះពោជង្គៈនេះអរិយមគ្គនេះសមថៈនេះវិបស្សនានេះវិជ្ជានេះវិមុតនឹងការរំលឹកទាំងអស់ហ្នឹងគឺដោយសតិឯហ្នឹងណាហ្នឹងឯងតែអញ្ចឹងធ្វើឲ្យយើងហ្នឹងបានដឹងថាយើងហ្នឹងមិនមែនបកគលថោកថយទេមិនមែនបកគលត្រូវជាខ្ញុំបំរើបាបទេយើងធ្លាប់លក់ខ្លួនឲ្យបាបឥឡូវយើងលក់ខ្លួនយើងមកវិញលក់ខ្លួនឲ្យបាបនឹងយ៉ាងម៉េចគឺបានលុយបានសម្បត្តិអីក្នុងលោកបរិភោគខ្សែផ្សោយអញ្ចឹងទៅប៉ុន្តែយើងអត់មានខ្លួនជារបស់យើងទេព្រោះខ្លួនយើងលក់ឲ្យបាបបាត់ហើយខ្ញុំបំរើបាបបាត់ហើយយើងអត់អាចជួយខ្លួនយើងឲ្យរួចផុតចាកទុក្ខបានទេហ្នឹងហើយព្រោះយើងបោះបង់ខ្លួនយើងចោលយើងលក់ខ្លួនយើងឲ្យបាបទៅជាខ្ញុំបំរើបាបហើយគឺវាជាអ្នកនៅយាមប្រចាំវត្តដាក់ហើយហ្នឹងហើយយើងអត់មានអីជាខ្លួនរបស់យើងទៀតទេអាហ្នឹងមើលកំសត់ប៉ុណ្ណាទៅចឹងដែលយើងអត់ចេះថែរក្សាខ្លួនអត់ចេះស្រឡាញ់ខ្លួនលក់ខ្លួនយើងឲ្យបាបហ្នឹងដើម្បីយើងបានរស់នៅខ្សែផ្សោយសម្បត្តិរបស់បាបហ្នឹងសម្បត្តិរបស់មេហ្នឹងយល់ពាក្យថាលក់ខ្លួនហ្នឹងឯងហើយយើងធ្លាប់ប្រើពាក្យលក់ខ្លួនហ្នឹងវានៅក្នុងរឿងដូចថាក្នុងកាមគុណអីចឹងទៅទេលក់ខ្លួនហ្នឹងកម្ដៅយករូបកាយហ្នឹងឯងលក់ខ្លួនហ្នឹងអាហ្នឹងយើងដឹងពាក្យលក់ខ្លួនយើងប្រើប្រាស់តាំងពីសម័យណាមកហ្នឹងហ្នឹងឯងប៉ុន្តែយើងត្រូវយល់ពីរឿងលក់ខ្លួនហ្នឹងឲ្យសពគ្រប់ទៅទៀតក្រៃលែងណាក្រៃលែងគឺគ្មានអីកំសត់ជាងអារឿងដែលយើងលក់ខ្លួនឲ្យបាបដោយសពគ្រប់នេះទេលក់ខ្លួនដោយអំពាក់បាលីអីចឹងឬក៏សរិមាឬសាលវតីម្ដាយនាងសរិមាឬក៏ដូចជាអភិយមេដារបស់អភ័យរាជកុមារពនាងបតុមវតីនៅវិជេនីអីហ្នឹងអាហ្នឹងគឺព្រឹកទៅនៅក្នុងកិច្ចការងារដែលសម័យកាលហ្នឹងគេលើកស្ទួយទៀតគេលើកចម្កើងទៀតជានគរសោភិនីហ្នឹងឯងហើយដល់មកសម័យសពថ្ងៃហ្នឹងវាអតតអតាយអរតរាយពេញតែនឹងអីចឹងទៅអាហ្នឹងគឺវាជារឿងមួយមិនទាំងអស់មិនធ្ងន់ធ្ងរអីទៅដោយសពគ្រប់ទេប៉ុន្តែនេះរឿងលក់ខ្លួនឲ្យបាបនេះវាថាវាប្រព្រឹត្តទៅក្នុងបញ្ញវេរាបានសពគ្រប់ទាំងអស់បាណាដែលបាតអតនេទានអីហ្នឹងដើម្បីបានទ្រព្យសម្បត្តិច្រើនអីមកហ៊ានធ្វើការធំដុំហ្នឹងឯងហ៊ានធ្វើការក្នុងបាបកម្មនឹងធំដុំធ្ងន់ធ្ងរវាត្រូវបានរង្វាន់ច្រើនមែនប៉ុន្តែវាអត់មានអីជាខ្លួនឯងទេវាថាអត់មានអីជាខ្លួនឯងហ្នឹងវាបានដូចតែខ្លួនយើងហ្នឹងវាស្លាប់បាត់ហើយអញ្ចឹងដោយសេចក្តីប្រមាទហ្នឹងណាហ្នឹងឯងដែលព្រះអង្គទ្រង់ប្រកាស
ការសម្ដែងបុគ្គលដែលប្រមាថឈ្មោះថាស្លាប់ហើយណានឹងឯងនឹងឯងនិយាយនៅក្នុងប្រគាថាអបមាតោអមតាំងបទាំងហ្នឹងណាអបមាតោអមតាំងបទាំងដែលបមាតោមកចណោបទាំងហ្នឹងព្រះអង្គសម្ដែងជាធម្មទិដ្ឋានទៅហើយនេះត្រង់យេបមត្តាយថាមត្តានេះបុគ្គលណាប្រមាថហើយយេណាមត្តានេះហ្នឹងឯងបុគ្គលណាដែលប្រមាថហើយអាហ្នឹងគឺថាឈ្មោះថាស្លាប់ហើយហ្នឹងយេប្រមត្តាយថាមត្តាណាមត្តាវាស្លាប់ហ្នឹងឯងដូចជាស្លាប់ទៅហើយហ្នឹងគឺបានន័យថាវានៅរស់ទេនៅរស់ទេប៉ុន្តែវាដូចជាអ្នកដែលស្លាប់ហើយអញ្ចឹងអ្នកដែលស្លាប់ហើយហ្នឹងយ៉ាងម៉េចអ្នកដែលស្លាប់ហើយហ្នឹងវាអត់បានងើបមកដើម្បីថ្វាយអង្គមព្រះសង្ឃថ្វាយអង្គមបរតនត្រ័យពុទ្ធាំងសរណង្កច្ឆាមិអីអត់ទេណាហើយនឹងងើបមកថ្វាយសាលាកផាត់សង្ឃកផាត់អីសមាទានបោសុតអីអត់ទេហ្នឹងឯងមានតែគេយកអីទៅដាក់សែនអីឲ្យចឹងទៅអីទុកចោលទៅស្អុយផ្អូមអីចឹងទៅរុយរោមសម្ោចរោមអីចឹងទៅទៀតអារឿងដែលស្លាប់ទៅហើយហ្នឹងណាហ្នឹងឯងវាត្រូវមានរឿងសម្ដែងសែនព្រេនអីហ្នឹងដែលបានមកដោយបាបកម្មហ្នឹងវារឹងរឹតទៅឲ្យស្អុយទៅទៀតវាមិនមែនបានមកល្អប្រណិតអីណាវាស្អុយបោកនឹងស្អុយណារបស់ដែលផ្អូមទៅរុយរោមទៅអីកាយឆ្មាសัตว์អីទៅស៊ីកពុបទៅពីទៅពះស្មោកក្រោកអីទៅអញ្ចឹងអាហ្នឹងយើងគ្រាន់តែគិតដើម្បីឲ្យឃើញថាវាអាក្រក់បោកនឹងអាក្រក់ទៅទៀតហ្នឹងឯងនៅក្នុងរឿងលក់ខ្លួនឲ្យថៅកែបាបហ្នឹងឯងអាហ្នឹងគឺបានដីថាយេបមត្តាយថាមត្តានេះឯងទៅ